Điều lòng khắp món này bóng bồn nè chập về chập đám cọ khang mình tới nữa ô so có bông món này bảo là dương hộp rồi ngày nhá vơ bị tắc một vơ nó không xài chứ à hao xài bảo nó bóng bồn này họ bộ mẫu lấy mình tách ba với không điện và số đây ông ôn này ở ngàyนี้hiện fly thì chơi xa stiết đào o nó khơi tha thử thọt và lấy bom ôn mờ tích nè khác quạt nơi khai khác quạt ngay vì một chắc gọi toàn đăng tha và thưa bị ấy chứ được việc thưa nhà mày chẳng ở bom ôn này nơi ngay ấy rồi bom ôn này toàn đăng ai cho sna video này bàn បានហ្នឹងហើយបងប្អូនអរគ្នាដើម្បីធ្វើអំបិលបានគឺគេធ្វើនៅខែប្រាំងនេះគឺខែដែលវាអត់មានភ្លៀងហើយមានទឹកសាបលាយឡំទេអញ្ចឹងគេចាប់ផ្ដើមប្រហាប់ដីឲ្យវាហាប់ណែនល្អហើយចាប់ផ្ដើមបហូរទឹកសមុទ្រចូលបហូរចូលរិចលើអាដីដែលគេប្រហាប់ហើយហ្នឹងបន្ទាប់មកគេចាប់ផ្ដើមហាលវា2ទៅ3ថ្ងៃទុកចាំដល់វាចាប់ផ្ដើមដុះច្រើនកកច្រើនហ្នឹងគឺជាគេចាប់ផ្ដើមរែកវាបញ្ចូលក្នុងឃ្លាំងហ្នឹងដោយសារខ្ញុំមកអត់ទាន់សកម្មភាពដែលគាត់រែកទេព្រោះអីគាត់ប្រមូលផលម្សិលមិញគឺខ្ញុំបានមកទេគឺថ្ងៃនេះទើបខ្ញុំបានមកអញ្ចឹងថតបានតែសកម្មភាពដែលវាចាប់ដើមដុះពីកំពង់ហ្នឹងគេបើកទឹកពីកំពង់ហ្នឹងចូលក្នុងខ្សែអំបិលនេះហាលវាទឹករិចហ្នឹងរហូតទៅដល់វាកកទៅវាដុះមែនតើហ្មងគឺវាដុំធំដូចអំបិលយើងគិតនៅលើទីផ្សារអញ្ចឹងដងសហ្មងមិនលិតតិចមកប្រាយអត់ជឿឯងលិតតិចមកប្រាយមែនអំបិលសុទ្ធនេះយើងដាក់ស្វាយមកដាក់ម្ទេសតិចមកជាតិមកបងប្អូននេះនឹងអស់នេះសិតតែអំបិលទាំងអស់នេះនឹងឲ្យបងប្អូនគ្នាពេលគេប្រមូលផលហើយគេចាប់ដើមស្រកដាក់បាវហើយដឹកទៅចែកចាយលើទីផ្សារបងប្អូនគ្នាចំពោះអំបិលដែលគេយកទៅកាន់រោងចក្រកែច្នៃធ្វើជាអំបិលមាត់ឬអំបិលអនាម័យផ្សេងហ្នឹងខ្ញុំអត់ទាន់ដឹងថាប្រសេសគេដំណាក់កាលរបស់គេផ្សេងរបស់គេហ្នឹងយ៉ាងម៉េចទេព្រោះអីអ្វីដែលខ្ញុំអាចចែកម្លែកបានចែកជូនបានគឺអំបិលដែលគេផលិតផ្ទាល់នៅក្នុងស្រែអំបិលនេះបាទជាចុងក្រោយសូមអរគុណបងប្អូនទាំងអស់គ្នាដែលតែងតែតាមដានទស្សនាវីដេអូនេះពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូរបស់ខ្ញុំផលិតនេះសូមបងប្អូនទាំងអស់គ្នាចុច like និងចែករំលែកវីដេអូនេះផងសូមអរគុណណាវិញមើលទៅបាញ់គួរ